សូមអបអរសាទរដល់អនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាទទួលបានជ័យលាភទី1ទូទាំងប្រទេសជ័យយោព្រះរាជាណាចក្រកម្ពុជាជ័យយោអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាអបអរសាទរអនុវិទ្យាល័យព្រះអិនកោសាទទួលបានពានរង្វាន់លេខ1ជាអង្គភាពដល់សេវាសាធារណគំរូទូទាំងប្រទេសសម្រាប់ឆ្នាំ2025ជ័យយោព្រះរាជាណាចក្រកម្ពុជាជ័យយោអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាអបអរសាទរអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាទទួលបានពានរង្វាន់លេខ1ជាអង្គភាពដល់សេវាសាធារណគំរូទូទាំងប្រទេសសម្រាប់ឆ្នាំ2025យ៉ាងឡងនៅក្នុងឆ្នាំ2023អនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាបានទទួលបានពានរង្វាន់ជាសាលាគំរូពានរង្វាន់សាលាស្អាតចំណាត់ថ្នាក់លេខ3និងពានរង្វាន់អង្គភាពដល់សេវាសាធារណគម្រោងលេខ2និងឆ្នាំនេះគឺយើងទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ1ផ្នែកអង្គភាពដល់សេវាសាធារណគម្រោងដដែលជ័យយោអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាខ្មែរជប៉ុនព្រះអិនកោសាអបអរសាទរពេលទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ2025ជ័យយោ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 អបអរសាទរដែលអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាទទួលបានជ័យលាភីលេខ1ក្នុងការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំអបអរសាទរអបពីអង្គភាពផ្ដល់សេវាសាធារណគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ2025ដោយស្អែកលើការអនុវត្តតាមនីតិវិធីយ៉ាងហ្មត់ចត់និងប្រកបដោយវិជ្ជាជីវៈអង្គភាពផ្ដល់សេវាសាធារណៈរួមមានអនុវិទ្យាល័យសាលាបឋមសិក្សានិងមណ្ឌលសុខភាពជំនាន់ខ្លះនិងការជំនាញតាមរយៈកម្មការវិតម្លៃអង្គភាពផ្ដល់សេវាសាធារណៈការជឿនវិតម្លៃថាជាអង្គភាពនិងទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ2025ព្រមជាមួយការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតជាមហាកិត្តិយសនិងមានមោទនភាពយ៉ាងក្រៃលែងចំពោះខេត្តសៀមរាបនិងសូមអបអរសាទរដល់អនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអិនកោសាទទួលបានជ័យលាភីលេខ1ទូទាំងប្រទេសសូមអបអរសាទរដល់មណ្ឌលសុខភាពគោកចកទទួលបានជ័យលាភីលេខ1ទូទាំងប្រទេសសូមអបអរសាទរដល់មណ្ឌលសុខភាពស្រែណូយទទួលបានជ័យលាភីលេខ4ទូទាំងប្រទេសសូមអបអរសាទរដល់សាលាបឋមសិក្សាក្រវ៉ាន់ទទួលបានជ័យលាភីលេខ4ទូទាំងប្រទេសសូមអបអរសាទរដល់អនុវិទ្យាល័យអារញ្ញសីទទួលបានជ័យលាភីលេខ9ទូទាំងប្រទេសសូមគោរពជំរាបថា